មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយដោយរថយន្ត Alphard បើកបរដោយជនជាតិចិនម្នាក់បានបើកបោះពួយក្នុងល្បឿនលឿនហ្នឹងក៏ទៅបុកម៉ូតូ Zoomer មួយគ្រឿងជិះដោយយុវជន2នាក់បណ្ដាលឲ្យជនរងគ្រោះហ្នឹងគឺប៉ាងខ្ទាតស្លាប់យ៉ាងអនាធមនៅចំណុចទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងជនរងគ្រោះទាំង2នាក់បានស្លាប់ទាំង2នាក់លោកគ្រូបាទគាត់បានស្លាប់ទាំង2នាក់មើលទៅគាត់ត្រូវកន្លែងណាធ្ងន់ជាងគេដែរលោកគ្រូមើលតាមមើលទៅបើយើងមើលទៅគាត់អាចប៉ះទៅកិច្ចក្បាលខ្លាំងបាទឥឡូវនឹងផុតទេលោកគ្រូបាទផុតទាំង2អាចជួយសង្គ្រោះបានទេយើងឃើញណាអាសក់របស់ជនរងគ្រោះគឺនៅជាប់ជាមួយនឹងកញ្ចក់រថយន្តនៅឡើយទេម្នាក់ឯខាងនេះប្រិមិត្តបាទយើងឃើញទាំងសក់ឃើញទាំងសាច់របស់ជនរងគ្រោះជាប់ជាមួយនឹងកញ្ចក់រថយន្តផ្ទាល់តែម្ដងសពរបស់ជនរងគ្រោះទាំង2នាក់គឺបានស្លាប់យ៉ាងអនាធមក្បែរនឹងរថយន្តដែលស្ថិតនៅទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងបងមកដល់កន្លែងកើតហេតុនឹងឃើញសពជនរងគ្រោះស្លាប់2នាក់ហើយចុះតកងឡានត្រូវបានសមត្ថកិច្ចចាប់បានទេបងចាប់អត់បានទេបងវារត់បាត់ហើយតកងឡាននឹងចិនឬក៏ខ្មែរបងជនជាតិចិនបងនេះគឺជាស្បែកជើងរបស់សពជនរងគ្រោះម្នាក់ដែលប៉ើងខ្ទាតចេញពីសាកសពនឹងប្រហែលជាជិត100ម៉ែត្រដល់បងប្អូនបាទហើយនេះគឺជាស្បែកជើងរបស់សពជនរងគ្រោះម្នាក់ទៀតដែលប៉ើងនៅចំណុចទីតាំងកន្លែងកើតហេតុនេះហើយសពនោះខ្ទាតឆ្ងាយពីស្បែកជើងជិត100ម៉ែត្របងប្អូនបាទរន្ធត់ណាស់បងប្អូនបាទហើយបើតាមមើលល្បឿនយើងអត់ទាន់ដឹងថាតើម៉ូតូគាត់បើកក្នុងល្បឿនកម្រិតណាហើយរថយន្ត Alphard ដែលបើកបរដោយជនជាតិចិនហ្នឹងបើកក្នុងល្បឿនកម្រិតណាទេតែបើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋហ្នឹងថារថយន្ត Alphard បើកបរដោយបរិសុទ្ធជនជាតិចិនខាងលើហ្នឹងគឺបើកក្នុងល្បឿនលឿនដោយកំជ្រួចមីស៊ីលយ៉ាងបងប្អូនបាទទើបបុកជនរងគ្រោះ2នាក់បណ្ដាលឲ្យស្លាប់នៅទីតាំងកន្លែងកើតហេតុយ៉ាងអនាធមតែម្ដងហើយយើងឃើញនេះមួកបាទនេះមួករបស់ជនរងគ្រោះមួកប៉ារ៉ាប្រិមិត្តបាទយើងអត់ដឹងថាគាត់ធ្វើអីទេតែឃើញមានមួកប៉ារ៉ាមួយហើយនៅខាងក្រោយមួយទៀតបងប្អូនតែមួកមួយទៀតដែរមួកប៉ារ៉ាមួយទៀតដែលឃើញដាក់ផ្លា511ប្រិមិត្តបាទ511បងទទួលព័ត៌មានមកម៉ូតូគាត់បើកយ៉ាងម៉េចល្បឿនឡានដែលជនជាតិចិនហ្នឹងគាត់ជន់យ៉ាងម៉េចដែរបងខ្ញុំពងតាមពួកកាឆ្កែអញ្ចឹងហើយបងអូនរត់ផាសែគាត់នេះគាត់ទេទៅប្រាប់ខ្ញុំហើយខ្ញុំក៏ចេញពីក្នុងមកភ្លាមពួកគាត់2នាក់បិទភ្នែកបាត់ហើយគាត់ម្ចាស់ឡានហ្នឹងត្រូវជាចិនគាត់រត់បាត់នេះគឺជាម៉ូតូរបស់សពជនរងគ្រោះទាំង2នាក់ដែលត្រូវបានរថយន្ត Alphard បើកបរដោយបុរសជនជាតិចិនម្នាក់ហ្នឹងបានបុកប៉ើងខ្ទាតប្រហែលជាជិត100ម៉ែត្រហើយម៉ូតូនេះប្រិមិត្តបាទគ្រាន់តែស្ថានភាពម៉ូតូគឺប៉ើងខ្ទាតចេញពីទីតាំងកន្លែងកើតហេតុហ្នឹងជិត100ម៉ែត្រនេះគឺជារថយន្តរបស់ជនជាតិចិនបាទដែលពាក់ស្លាកលេខកម្ពុជា HC សេឡាប្រិមិត្តបាទកម្ពុជា HC សេឡាបាទភេសជ្ជៈបើកម្លាំង Power អនុភាពឆ្ពោះទៅភាពជោគជ័យអាហារបំពន់ស៊ីបែប៉ារីជាប្រភេទអាហារបំពន់ដែលផលិតនៅប្រទេសបារាំងមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាសុខភាពទាំងអ្នកមានសុខភាពទ្រុឌទ្រោមនិងអ្នកមានសុខភាពរឹងមាំក៏អាចពិសាបានព្រោះអាហារបំពន់ស៊ីបែប៉ារីមានសមត្ថភាពខ្ពស់ក្នុងការការពារការកើតជំងឺមហារីកកាត់បន្ថយដុំគីរដូវមកមិនទៀងបញ្ហារោគស្ត្រីការពារការកើតជំងឺទឹកនោមផ្អែមដោះស្រាយបញ្ហាក្រពះពោះវៀនអស់កម្លាំងលហិតលហើយវិលមុខកោខ្យល់ញឹកញាប់គិតច្រើនគេងមិនលក់ឈឺសន្លាក់លើឈាមលើជាតិខ្លាញ់អាស៊ីតឬដួងបាតនោមញឹកមេរោគក្នុងថ្លើមនិងអាចជួយសម្រួលបញ្ហាផ្សេងៗជាច្រើនទៀតទំនាក់ទំនងទិញតាមរយៈ Facebook Page ឬលេខទូរស័ព្ទខាងក្រោមបាទសូមលំអោនកាយគោរពនិងជម្រាបសួរប្រិមិត្តដែលនិយមតាមដាននិងទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង4ទៀបភ្លឺដែលឈានចូលថ្ងៃទី13ខែឧសភាឆ្នាំ2025នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយទៀតហើយដោយរថយន្ត Alphard បើកបរដោយជនជាតិចិនម្នាក់បានបើកបោះពួយក្នុងល្បឿនលឿនហ្នឹងក៏ទៅបុកម៉ូតូ Zoomer មួយគ្រឿងជិះដោយយុវជន2នាក់បណ្ដាលឲ្យជនរងគ្រោះហ្នឹងគឺប៉ាងខ្ទាតស្លាប់យ៉ាងអនាធមនៅចំណុចទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងប្រិមិត្តគ្រាន់តែឃើញស្លាកស្នាមបាទយើងឃើញហើយនេះគឺជាស្ថានភាពរថយន្តគឺខ្ទេចមកកំណាត់ខាងមុខតែម្ដងប្រិមិត្តបាទដោយរងការខូចខាតមកកំណាត់ខាងមុខតែម្ដងចំណែកឯកញ្ចក់នេះគឺសិតតែជាស្នាមក្បាលរបស់ជនរងគ្រោះដែលជនរងគ្រោះទាំង2នាក់ហ្នឹងគឺបានហោះមកបុកផ្ទប់ជាមួយនឹងកញ្ចក់យើងឃើញណាអាសក់របស់ជនរងគ្រោះគឺនៅជាប់ជាមួយនឹងកញ្ចក់រថយន្តនៅឡើយទេម្នាក់ឯខាងនេះប្រិមិត្តបាទយើងឃើញទាំងសក់ឃើញទាំងសាច់របស់ជនរងគ្រោះជាប់ជាមួយនឹងកញ្ចក់រថយន្តផ្ទាល់តែម្ដងសពរបស់ជនរងគ្រោះទាំង2នាក់គឺបានស្លាប់យ៉ាងអនាធមក្បែរនឹងរថយន្តដែលស្ថិតនៅទីតាំងកន្លែងកើតហេតុនេះផ្ទាល់តែម្ដងចំណែកឯម៉ូតូបាទគឺប៉ើងខ្ទាតប្រហែលជាជិត100ម៉ែត្របងប្អូនបាទគ្រាន់តែបុកពីទីតាំងកន្លែងកើតហេតុហើយប៉ើងខ្ទាតម៉ូតូនឹងគឺជិត100ម៉ែត្រចំណែកឯសពរបស់ជនរង
គ្រោះបាទគឺខ្ទាតប្រហែលជា50ទៅ60ម៉ែត្រដល់បងប្អូនបាទនៅចំណុចទីតាំងកន្លែងកើតហេតុនេះបាទគឺដេកស្លាប់យ៉ាងអនាធមតែម្ដងបាទគឺអាសូនណាបងប្អូនបាទហើយយើងអត់ដឹងថាតើរថយន្តគាត់បើកក្នុងលបឿនលឿនកម្រិតណាទេបងប្អូនបាទលបឿនលឿនកម្រិតណាទេហើយសពរបស់ជនរងគ្រោះគឺស្លាប់រហូតដល់2នាក់បាទលើបណ្ដោយផ្លូវនេះផ្ទាល់តែម្ដងបងសមត្ថកិច្ចបងសុំសួរបងមួយម៉ាត់ពីរម៉ាត់មកបងយើងចុះមកដល់ទីតាំងកន្លែងកើតហេតុនេះសមត្ថកិច្ចយើងមានខតតកងឡានបានទេបង រត់បាត់ហើយបងខ្ញុំ មានដឹងថាតកងឡានបើកនឹងប្រុសឬក៏ស្រីទេបងគាត់ជនជាតិចិនទេបងណាបងអាចជំរាបបន្តិចបានទេបងបងអ្នកឃើញហេតុការណ៍នឹងផ្ទាល់តែម្ដងទេបងណា បងអូនកង់3ទេទៅ5ខ្ញុំបងខ្ញុំនៅជិតនឹងអញ្ចឹងបងមកដល់កន្លែងកើតហេតុនឹងឃើញសពជនរងគ្រោះស្លាប់2នាក់ហើយចុះតកងឡានត្រូវបានសមត្ថកិច្ចចាប់បានទេបងចាប់អត់បានទេបងវារត់បាត់ហើយរត់ តកងឡាននឹងចិនឬក៏ខ្មែរបង ជនជាតិចិនបងស្រីឬក៏ប្រុសដែរបង ប្រុសបងប្រុសទាំងពីរ បងអាចជំរាបបន្តិចបានទេបងទទួលព័ត៌មានមកម៉ូតូគាត់បើកយ៉ាងម៉េចលបឿនឡានដែលជនជាតិចិននឹងគាត់ជន់យ៉ាងម៉េចដែរបង ខ្ញុំពងតាមពួកឆ្កែអញ្ចឹងហើយបងអូនរត់ផាសែគាត់នេះគាត់ទេទៅប្រាប់ខ្ញុំហើយខ្ញុំក៏ចេញពីនោះមកភ្លាមពួកគាត់2នាក់បិទភ្នែកបាត់ហើយគាត់ម្ចាស់ឡានហ្នឹងត្រូវជាចិនគាត់រត់បាត់ហើយអញ្ចឹងមានដឹងថាឡានអ្នកបុកម៉ូតូឬក៏ម៉ូតូអ្នកបុកឡានបង ខ្ញុំអត់ច្បាស់ដែរបងរឿងហ្នឹងព្រោះបងអូនផាសែអ្នកទេប្រាប់វិញខ្ញុំគាត់នៅដឹងមួយជំហៀងនៃជ្រុករឿងហ្នឹងអញ្ចឹងបងហើយខ្ញុំក៏ជំរាបប្រាប់មេភ្លាមអញ្ចឹងទៅបាទនៅពេលដែលបងជាសមត្ថកិច្ចមកដល់ឃើញជនរងគ្រោះ2នាក់គឺបានស្លាប់នៅកន្លែងកើតហេតុតែម្ដងបងបាទបងស្លាប់នៅនឹងបងស្លាប់នៅនឹងបុកនឹងប៉ើងបាត់ហើយបងបុកម៉ូតូមនុស្សដួលនៅណែទៅម៉ូតូទៀតដល់នោះបាត់ហើយប៉ើងប្រហែលប៉ុន្មានម៉ែត្រដែរបងឆ្ងាយដែរបងចូល10ម៉ែត្រជាងសមត្ថកិច្ចយើងឆែកឃើញអត្តសញ្ញាណហើយឬនៅបងនៅបងមេគាត់មកគាត់ពងឲ្យឆែកទៅទៀតមានឃើញអត់ដឹងថាគាត់នៅណាធ្វើការណាទេបងអត់ទាន់ដឹងទេបងអត់ទាន់ដឹងបាទអរគុណបងអរគុណច្រើនបងចុះមកដល់ទីតាំងកន្លែងកើតហេតុនេះបងទទួលបានព័ត៌មានអីខ្លះដែរជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ហ្នឹងបងយើងអត់ទាន់ដឹងថាម៉េចទេគាត់ថាយើងមកដល់ឃើញចឹងហ្នឹងឃើញជនរងគ្រោះស្លាប់ប្រហែលអ្នកដែរបងឃើញ2នាក់ហ្នឹងហើយគាត់ថាឃើញឡានហ្នឹងហើយថាតាមព័ត៌មានមើលថាអ្នកបើកបររត់គេខ្លួនបាត់ទៅបាទអ្នកបើកបរហ្នឹងតាមប្រភពព័ត៌មានសមត្ថកិច្ចយើងទទួលបានជាខ្មែរឬក៏ចិនដែរបងអត់ច្បាស់ដែរគាត់ថាខ្លះគឺនិយាយថាគាត់ថាយើងអត់បានតាន់ផងឬគេនិយាយចឹងបាទបងបាទតើការបើកបរនឹងគាត់បុកពីក្រោយឬក៏បុកប្រជ្រះគ្នាបងដឹងយើងមកឃើញចឹងហ្នឹងបាទឥឡូវហ្នឹងជនរងគ្រោះដែលស្លាប់ទាំង2នាក់ហ្នឹងយើងបានមានអត្តសញ្ញាណហើយឬនៅបងស្គាល់គាត់ដេកនៅហ្នឹងយើងអត់ដឹងឆែកមើលចាំជំនាញមកសិនបាទបងបាទអរគុណបងអរគុណបាទប្រិមិត្តនេះគឺជាម៉ូតូរបស់សពជនរងគ្រោះទាំង2នាក់ដែលត្រូវបានរថយន្តអាល់ផាតបើកបរដោយបុរសជនជាតិចិនម្នាក់ហ្នឹងបានបុកប៉ើងខ្ទាតប្រហែលជាជិត100ម៉ែត្រហើយម៉ូតូនេះប្រិមិត្តបាទគ្រាន់តែស្ថានភាពម៉ូតូគឺប៉ើងខ្ទាតចេញពីទីតាំងកន្លែងកើតហេតុហ្នឹងជិត100ម៉ែត្រហើយនេះស្លាកលេខបងប្អូនបាទខ្ញុំសូមបង្ហាញស្លាកលេខម៉ូតូរបស់ជនរងគ្រោះបន្តិចប្រិមិត្តបាទគឺពាក់ស្លាកលេខកំពង់ចាម 1O បាទ3423ប្រិមិត្តបាទអញ្ចឹងបើសិនជាសាច់ញាតិក៏ដូចជាក្រុមគ្រួសារបានឃើញមេត្តាជួយតំណែងមកសមត្ថកិច្ចនៃអធិការនគរបាលខណ្ឌសែនសុខផងដើម្បីមកទទួលយកសពរបស់ជនរងគ្រោះទាំង2នាក់ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកអ្នកបើកឡានអាល់ផាតហ្នឹងគឺរត់គេចខ្លួនបាត់ហើយឥឡូវខ្ញុំសូមបញ្ជាក់ឲ្យបងប្អូនបន្តិចប្រិមិត្តបាទគ្រាន់តែបុកមកបាទនេះម៉ូតូអស់ល្បឿនគឺប្រហែលជាចិត្តឡាននេះប្រហែលជាចិត្ត10ទៅ20ម៉ែត្រដល់បងប្អូនបាទគ្រាន់តែប៉ើងបាទគ្រាន់តែប៉ើងពីទីតាំងកន្លែងកើតហេតុចិត្ត100ម៉ែត្រដែលខ្ញុំវាស់វិញបងប្អូនបាទហើយនេះគឺជារថយន្តរបស់ជនជាតិចិនបាទដែលពាក់ស្លាកលេខកម្ពុជា XC សេឡាប្រិមិត្តបាទកម្ពុជា XC សេឡាបាទហើយនេះគឺកន្លែងដែលជនរងគ្រោះបាទបុកផ្ទប់យើងឃើញបាទរន្ធត់ណាបងប្អូនបាទសក់របស់ជនរងគ្រោះបាទសក់ក្បាលរបស់ជនរងគ្រោះទាំង2នាក់ហ្នឹងគឺនៅជាប់ជាមួយនឹងកញ្ចក់រថយន្តតែម្ដងប្រិមិត្តបាទចំណែកអ្នកបើករថយន្តអាល់ផាតហ្នឹងគឺរត់គេចខ្លួនបាត់សម្ោលពីទីតាំងកន្លែងកើតហេតុហើយប្រិមិត្តបានឃើញហើយនេះគឺជាស្បែកជើងរបស់សពជនរងគ្រោះម្នាក់ដែលប៉ើងខ្ទាតចេញពីសាកសពហ្នឹងប្រហែលជាជិត100ម៉ែត្រដល់បងប្អូនបាទហើយនេះគឺជាស្បែកជើងរបស់សពជនរងគ្រោះម្នាក់ទៀតដែលប៉ើងនៅចំណុចទីតាំងកន្លែងកើតហេតុនេះហើយសពនោះខ្ទាតឆ្ងាយពីស្បែកជើងជិត100ម៉ែត្របងប្អូនបាទរន្ធត់ណាបងប្អូនបាទហើយបើតាមមើលលបឿនយើងអត់ទាន់ដឹងថាតើម៉ូតូគាត់បើកក្នុងលបឿនកម្រិតណាហើយរថយន្តអាល់ផាតដែលបើកបរដោយជនជាតិចិនហ្នឹងបើកក្នុងលបឿនកម្រិតណាទេតែបើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋហ្នឹងថារថយន្តអាល់ផាតបើកបរដោយបរិសុទ្ធជនជាតិចិនខាងលើហ្នឹងគឺបើកក្នុងលបឿនលឿនដោយកំជ្រួចមីស៊ីលយ៉ាងបងប្អូនបាទទើបបុកជនរងគ្រោះ2នាក់បណ្ដាលឲ្យស្លាប់នៅទីតាំងកន្លែងកើតហេតុយ៉ាងអនាធមតែម្ដងហើយយើងឃើញនេះមួកបាទនេះមួករបស់ជនរងគ្រោះបាទមួកប៉ារ៉ាប្រិមិត្តបាទយើងអត់ដឹងថាគាត់ធ្វើអីទេតែឃើញមានមួកប៉ារ៉ាមួយហើយនៅខាងក្រោយមួយទៀតបងប្អូនបាទនេះមួកមួយទៀតបាទ
មួកប៉ារ៉ាមួយទៀតដែលឃើញដាក់ផ្លាក5-11ប្រិមិត្តបាទ5-11យើងអត់ដឹងថាគាត់ធ្វើការនៅអង្គភាពហ្នឹងឬក៏យ៉ាងណាទេណាបងប្អូនបាទយើងឃើញមានមួកប៉ារ៉ាចំនួន2ដែលដាក់លេខ5-11បាទប្រិមិត្តឥឡូវនេះរថយន្តសាមុយបានមកដល់ទីតាំងកន្លែងកើតហេតុដើម្បីធ្វើការដឹកនៅសពរបស់ជនរងគ្រោះដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរប្រិមិត្តបាទឥឡូវក្រុមគ្រូពេទ្យគាត់មកពិនិត្យមើលសាកសពសិនប្រិមិត្តបាទលោកគ្រូក្រោយពីពិនិត្យសាកសពរបស់ជនរងគ្រោះទាំង2នាក់រួចជនរងគ្រោះទាំង2នាក់បានស្លាប់ទាំង2នាក់លោកគ្រូ បាទគាត់បានស្លាប់ទាំងពីរនាក់ មើលទៅគាត់ត្រូវកន្លែងណាធ្ងន់ជាងគេដែរលោកគ្រូមើលតាមមើលទៅ បើយើងមើលទៅគាត់អាចប៉ះទៅកិច្ចក្បាលខ្លាំងបាទ បាទឥឡូវនឹងផុតឯលោកគ្រូ បាទផុតទាំងពីរ អាចជួយសង្គ្រោះបានទេ អត់ បាទលោកគ្រូបាទអរគុណច្រើន បាទអរគុណ បាទអរគុណប្រិមិត្តសម្រាប់ការទស្សនានិងការតាមដានខ្ញុំបាទសមាធិរួមជាមួយនឹងក្រុមការងារដែលមានប្អូនប្រុសអ៊ំស្រស់ក៏ដូចជាប្អូនការប្អូនត្រាដែលជាក្រុមការងារអង្គភាពព័ត៌មានវិទ្យុសូមអរកាយនិងសូមគោរពលាយ៉ាងណាមិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះយើងអត់ទាន់ដឹងថាតើភាគីខាងម៉ូតូជាអ្នកខុសឬក៏ឡានជាអ្នកខុសនោះទេប្រិមិត្តបាទគឺការងារនេះគឺមានតែទុកឲ្យសមត្ថកិច្ចជំនាញលោកធ្វើការវាស់វែងក៏ដូចជាឆែកនៅកាមេរ៉ាសុវត្ថិភាពដើម្បីស្វែងរកនៅការពិតតែប៉ុណ្ណោះបើតាមប្រភពព័ត៌មានបាទព័ត៌មានបឋមដែលយើងទទួលបានពីទីតាំងកន្លែងកើតហេតុហ្នឹងគឺរថយន្តអាល់ផាតនេះបើកបរដោយជនជាតិចិនខាងលើហ្នឹងគឺបានបើកលឿនដោយរន្ទះចឹងប្រិមិត្តបាទហើយខណៈពេលដែលមកដល់ចំណុចផ្លូវប្រសពបែកជា4ហ្នឹងរថយន្តក៏បានបុកជាមួយនឹងម៉ូតូ Zoom ពេញទំហឹងតែម្ដងបណ្ដាលឲ្យជនរងគ្រោះប៉ើងខ្ទាតទាំងមនុស្សទាំងម៉ូតូនឹងប្រហែលជាជិត100ម៉ែត្របណ្ដាលឲ្យជនរងគ្រោះដែលជិះម៉ូតូ Zoomer ទាំងពីរហ្នឹងគឺស្លាប់យ៉ាងអនាធមតែម្ដងប្រិមិត្តបាទចំណែកឯអ្នកបើករថយន្ត Alphard ដែលជាជនជាតិចិនហ្នឹងគឺដាក់មេប្រូចរត់ពីទីតាំងកន្លែងកើតហេតុបាត់សម្ោលតែម្ដងអរគុណបងប្អូនសម្រាប់ការទស្សនាខ្ញុំបាទសវណ្ណធីរួមជាមួយនឹងក្រុមការងារសូមអរកាយនិងសូមគោរពលាមានចំណុចណាលើលួខ្វះខាតដោយប្រការណាមួយមិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងសង្ឃឹមថាសមត្ថកិច្ចលោកនឹងធ្វើការរឹតបន្តឹងឲ្យបានខ្លាំងមែនទែនចំពោះអ្នកបើកបរដែលជាជនជាតិចិនក៏ដូចជាជនបរទេសផ្សេងៗដែលបានកាន់ចកូតរថយន្តនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរបាទបើបដោយម៉ាក់នេះបាទគឺបាក់ណាបងប្អូនបាទដូចខ្ញុំបានបញ្ជាក់អញ្ចឹងឡានបើកដោយរន្ទះអញ្ចឹងបងប្អូនបាទគ្រាន់តែបុកជនរងគ្រោះបាទបណ្ដាលឲ្យទាំងមនុស្សនិងម៉ូតូនឹងប៉ើងខ្ទាតជិត100ម៉ែត្រទៅហើយបាទពីទីតាំងកន្លែងកើតហេតុអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណ